Hello សួស្តីអ្នកគ្នាបាទឥឡូវយើងមកចាប់ផ្ដើមបន្តមេរៀនបន្តទៀតអញ្ចឹងឥឡូវមុននឹងយើងគូយើង zoom all វាមួយ set enter a enter បាទអញ្ចឹងថ្ងៃនេះយើងចាប់ផ្ដើមនៅក្នុង modify panel drop down list បាទយើងរៀន3នេះមួយគឺ set to by layer change space និង lengthen បាទអញ្ចឹងឥឡូវយើងចាប់ផ្ដើមជាមួយឥឡូវខ្ញុំពីនវាបាទយើងពីនអញ្ចឹងកុំឲ្យវារត់បិទឲ្យវានៅជាប់អញ្ចឹងបាទអញ្ចឹងឥឡូវយើងសាក set to by layer ឥឡូវទីហៅថាខ្ញុំមានចាក់ account កែងមួយបាទអញ្ចឹងបាទអានេះចាក់ account កែងមួយដែរបាទអញ្ចឹងអាមួយនេះយើង select ទៅលើវា layer zone by layer by layer by layer បាទអញ្ចឹងឥឡូវអានេះយើងដូរទៅថាខ្ញុំដាក់ពណ៌ក្រហមអញ្ចឹងវាដូរឲ្យឡើង by layer ហើយអញ្ចឹងអានេះអីគេខ្ញុំដាក់ទំហំឲ្យធំអីចឹងចុះទៅថា3បាទឥឡូវអាហ្នឹងដើម្បីទំហំបន្ទាត់ហ្នឹងយើងត្រូវបើកអានេះបាទវាអាចមើលឃើញ check វាអញ្ចឹងទៅមួយទៀតបើយើងចង់ដាក់បន្ទាត់ចុចយើងយកអានេះមកអញ្ចឹងអាហ្នឹងចាំលើក្រោយអញ្ចឹងឥឡូវទៅថា comment set to by layer យើង click លើនេះក៏បានឬក៏ SETB បាទហើយ enter បន្តមកយើង click អានេះបាទយើង click ទៅលើវាបន្តមក setting នេះគេបាទឥឡូវទៅថាយើងចង់ color material ឬក៏អីបាទបើយើងចង់បានតែ color ទេយើងយកតែ color ចង់បានទាំង material ទៀតចង់បានទាំងប្រភេទបន្ទាត់ទំហំបន្ទាត់អីទៀត transparent ទៀតយើង green អស់បើមិនចឹងទេយើងទុកតែមួយណាដែលយើងចង់បានបាទឥឡូវខ្ញុំយកទាំងអស់អូខេអញ្ចឹងបន្តមក enter បាទ enter បន្តមកវាសួរយើងថា change by block to by layer បានន័យថា by block ក៏ត្រូវតែ change ទៅ by layer ដែរអត់បាទ yes ហើយ include block បានន័យ block change ដែរអត់ change បាទអញ្ចឹង yes បាទអញ្ចឹងឥឡូវនេះវាត្រឡប់មក layer ដើមបាទ layer 0 by layer by layer អញ្ចឹងវាត្រឡប់ទៅ layer របស់ខ្លួនវាហើយ style ទាំងអស់កែទៅ by layer បន្តមកទៀតយើងមានបាទទីហៅថាឥឡូវខ្ញុំមានរូបពីរហ្នឹងរូបពីរហ្នឹងអញ្ចឹងអានេះគេ change space នេះយើងប្រើបានទៅនៅក្នុង layout អញ្ចឹងឥឡូវយើងសាកចូល layout បាទបន្តមកទៀតយើងឃើញនេះបាទបានន័យថារូបហ្នឹងវានៅក្នុង layout វានៅក្នុង model នេះហើយ layout វាអត់មានរូបអីទេតែគ្រាន់វាបង្ហាញប៉ុណ្ណឹងហើយយើងចូលទៅក្នុង model ហ្នឹងបាទនេះរូបហ្នឹងនៅក្នុងនេះបាទឥឡូវខ្ញុំ move វាបាទរូបឡើងពីចេះបាទអញ្ចឹងឥឡូវយើងប្រើ comment បាទ change space បាទយើង click លើវាក៏បានឬក៏ CHS បាទ enter ខ្ញុំចុចលើរូបនេះបាទចុចលើរូបហ្នឹង enter បាទអញ្ចឹងឥឡូវយើងមាន2បាទរូបនេះនៅក្រៅបាទឥឡូវខ្ញុំ enter យកបាទឥឡូវវានៅនេះហើយអាមួយទៀតនៅក្នុង model បាទយើងចុចចូលមើល model នេះសល់តែមួយបាទឥឡូវយើងមកមើលក្នុង model នេះវិញបាទឥឡូវសល់តែរូបមួយនេះបាទពេលរូបមួយទៀតវាចេញមក layout បាត់ហើយអញ្ចឹងបើយើងចង់បញ្ចូលវាទៅវិញឥឡូវខ្ញុំដាក់វាកន្លែង enter បាទដាក់វាកន្លែងនេះបន្តមកយើងយក comment ទៅដែរ change space CHS បាទឥឡូវខ្ញុំចុចលើវាចុចនេះ enter បាទអញ្ចឹងវាចូលទៅក្នុង model វិញហើយវាមាន2វិញហើយនៅខាងក្រៅអត់មានរូបទេនេះមាន2វិញហើយបន្ទាប់មកទៀតនេះ comment lengthen បាទ lengthen ហ្នឹងគេប្រើសម្រាប់បន្លាយបាទបន្លាយហ្នឹងបន្លាយវាមិនអញ្ចឹងឥឡូវឧទាហរណ៍ថាខ្ញុំមានបន្ទាត់មួយ L enter click 100បាទ100ដាក់ប្រវែងវា100បន្ទាប់មកឥឡូវខ្ញុំយក lengthen click លើវាឬក៏ ELEN បាទ enter អញ្ចឹង delta បាទយើងចុចលើ delta មួយបន្ទាប់មកឥឡូវយើងចង់បន្លាយវាបន្លាយវាប្រហែល30អញ្ចឹងឥឡូវខ្ញុំយក30ហ្នឹង
dương click các bạn này bây giờ dương click vía tiền đây mình check các bạn đứa có dương vài lệ và thì họ lợi nhầm sàm sập enter và một tiết nhầm chơi lại vía và lại chứng dương click tới và lại vậy một tiết lên đèn nâng tại len enter person này ta vô cho phía rồi lưới vô sam sập phía rồi và lưới có 2 sập phía rồi chẳng cần lại những phía rồi chẳng lưới có dương vô sam sập nắng sam sập phía rồi thở và những cho lửa vía và đi và bị cắt tục oi so ta sam sập phía rồi vậy và dương vô chuén sẽ đâm trong tô một tiết lên đèn nâng tại đó và lưới dương vô total và total lưới thá đọc lưới có lưới nhầm vô sam sắp đại và vậy enter bên đây tha đi nhưng mình tục ao so từ sam sắp đi và cái này dương click là viết về tục ao so từ sam sắp tế bên tay sam sắp bên nắng viết nó cung nâng vậy mình chỉ phải rồi vậy person nút phải rồi mỗi tiết lên đèn nâng đáy và tỏ máu dynamic và xem dynamic dương click lừa vía ấy tiền đầy màu nhưng trong phần lại phần nào hãy click vô tới bạn chẳng dừng lên đèn nó dừng ai phở tạm là biệt đi của bạn này giờ select lừa vía này tiền nhận chế anh đi tiền viên chế chẳng đi cứ comment lên đèn